បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពជាទីនៅកលឹកទាំងក្នុងប្រទេសនិងក្រៅប្រទេសនៅក្នុងថ្ងៃនេះខ្ញុំបាទមហានគររួមមួយនឹងបងទំព័រ TV ហើយនិងបងវរ្ម័ន TV បានធ្វើដំណើរមកដល់ឃុំអូសោមបាទដែលជាឃុំដែលមានប្រវត្តិពីបរមរាមមកហើយជាពិសេសគឺជាប់តាក់ទងជាមួយនឹងបងប្អូនខ្មែរលើដែលឥឡូវនេះគេហៅថាពិតិជួងបាទពិតិជួងហើយមកដល់ទីនេះគឺជាជើងភ្នំមួយហៅថាភ្នំថ្មពុកនោះអូបាទខ្ញុំស្រីនឹងបងប្រុសអ្នកជូនថ្ងៃនេះហ្នឹងហើយថ្ងៃនេះគឺយើងមានដំណើរពិសេសមួយគឺទៅទស្សនាអណ្ដូងបុរាណហើយយើងរួមគ្នាដើម្បីផ្សព្វផ្សាយភូមិក៏ដូចជាភូមិអូសោមអញ្ចឹងណាហ្នឹងហើយតំបន់ទេសចរខ្លាំងៗបាទដោយថ្ងៃនេះគឺមានអ៊ំស្រីហើយនិងបងប្រុសគាត់ជាអ្នកជូនដំណើរផ្ទាល់តែម្ដងដើម្បីឡើងទៅដល់នោះហ្នឹងហើយបងមានអីដែរហើយមិនថាពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសទេចាំបន្តិចទៀតនឹងផ្លាយអារម្មណ៍ហើយចង់និយាយថាទឹកដីឃុំអូសោមយើងនេះមានរឿងពីបរមរាមច្រើនដែរអញ្ចឹងឥឡូវថ្ងៃនេះខ្ញុំបាទទំព័រ TV ជាមួយវរ្ម័ន TV ហើយមហានគរចង់កោះដល់រឿងកកាយវិញដើម្បីឲ្យបងប្អូនយើងទាំងក្នុងប្រទេសក្រៅប្រទេសឲ្យដឹងថាឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់នេះប្រកាសជាមានភូមិបុរាណច្រើនបាទហើយថ្ងៃនេះបាទយូរលងដែលបងប្អូនមិនដែលធ្លាប់ឃើញមិនដែលធ្លាប់ដឹងហើយស្គាល់ទៀតអញ្ចឹងឥឡូវចេះពុកម៉ែបងប្អូនកុំឲ្យខាតពេលយូរឥឡូវខ្ញុំនឹងឲ្យបងប្រុសជាមួយអ្នកម្ដាយជូនទៅកន្លែងហ្នឹងហើយដើម្បីឲ្យបានទស្សនាតើផ្លែអារម្មណ៍យ៉ាងណាចាំបងប្អូនចាំរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទបងមកប៉ុនឈ្មោះបាទហើយជីកយកពីហ្នឹងទៅបងបាទយោងឡើងក្រោមមកអញ្ចឹងហើយប៉ិនយកបានយកមកផុតតែអត់មានថាយកអត់ផុតហ្នឹងដល់ពេលអញ្ចឹងគ្នាក្រុមគាត់ហ្នឹងដូចថាទៅប្រឹងដល់ពេលអញ្ចឹងរបស់ពលកៃអូអត់មានប្រើអីយោងឡើងឯប្រើមុនដូចថាមុនវិជាបងមុនអាគមអញ្ចឹងបាទអូដោយសារដូចថាយកខ្សែអំបោះហើយបងប្អូនខ្ញុំធ្វើដំណើរមកដល់អាណាញដងបុរាណហើយបងប្អូនណាដងនេះមានប្រវត្តិរឿងរ៉ាវឬបងប្រុសគាត់មានប្រសាសន៍មិញគាត់ថាជាកន្លែងចាស់ពីបរមរាមគាត់ជិះបានត្បូងហើយត្បូងហ្នឹងក៏ប៉ុណ្ណអាណាញជ្រូកបាទមិញបងប្អូនបានជ្រូកចំនួនមហាខ្ទង់200 គីឡូបាទអញ្ចឹងយកអត់បានទេចឹងបានន័យថាត្បូងហ្នឹងនៅនឹងឡើយទេណាបងណោះបាទអូដល់បាត់ពួកមកទៅខាងហ្នឹងអត់បាទទុកដើរទីនេះមកអូបងតែអត់ដែលមានណាហ៊ានចុះទៅទេណាបងណាបារាំងចុះទៅខាងរបស់ទៅបារាំងហៅមុខក្បយអស់បារាំងចុះដែរអូបារាំងធ្លាប់ចុះទៅក្នុងនោះដែរម៉ែនេះបងប្អូនកន្លែងដងដែលបងប្រុសមានរៀបរាប់មិញដងជីកយកត្បូងដែលប្រព័ន្ធជ្រូកហ្នឹងបងប្អូនណានេះជីកកាលហ្នឹងមិនដែរបងអត់បានទេណោះដល់ពេលយើងដល់ពេលយោងនឹងបោះពលសាយយោងមកដល់ផុតហើយបាទគាត់រៀកផោមថាចេញផោមដល់ពេលអញ្ចឹងក៏របូតមាត់ទៅថាមាត់យើងថាដូចថាគាត់ដាច់ផ្លត់មាត់ទៅក៏ដាច់បោះសេម៉ាទៅបោះសេម៉ាទៅវិញទៅអូដោយសារយើងផោមអញ្ចឹងអូដល់ពេលគេប្រកាន់អញ្ចឹងទៅក៏ផោមដូចថាយើងប្រឹងលើកពេកទៅស្លីផោមស្លីអីទៅជាអាណាដាច់បោះសេម៉ាបោះសេម៉ាទៅធ្លាក់ក្រោមទៅហើយបងប្អូនរំដងនេះហើយរំដងដឹងខាងសម័យណាបងណាសម័យណានឹងឲ្យនៅលើកណ្ដាលអត់លើខ្នងភ្នំបងប្អូនបាទចឹងរឿងរ៉ាវដល់ខ្ញុំទឹកឆ្នាំ1453ខ្ញុំទៅបាទអញ្ចឹងមានប្រវត្តិរាប់រយឆ្នាំហ្នឹងធ្វើរឿងជីកត្បូងមានពិតប្រកបមែនតែរបូតទៅវិញដោយសារយើងតមាត់តបានបាទអូនេះបងប្អូនណានៅទាំងអស់ហើយនៅលើកណ្ដាលភ្នំបងប្អូនឃើញខ្ញុំធ្វើដំណើរពីក្រោមរហូតដល់លើបាទអញ្ចឹងមានតែមួយកន្លែងហ្នឹងឯណោះម៉ែណោះអូអាកន្លែងមើលអត់ឃើញជ្រៅដែរហ្នឹងមិនមែនរាក់ណាជ្រៅណាបាទអញ្ចឹងបានថារឿងពី
មុនពីមុនមកយើងមិនថាកូនចៅចំនួនក្រោយគាត់អត់ដឹងទេបើយើងអត់បានមកផ្សព្វផ្សាយអញ្ចឹង បាទ ខ្ញុំជឿតែពុកម៉ែបងប្អូននៅក្នុងប្រទេសក្រៅប្រទេសលោកអត់បានបានដឹងហើយអត់បានទស្សនាទៀតហើយជុំវិញនេះសិតស្នាមកាយណាបងណាបាទនេះកាមេរ៉ាចាប់នេះសិតស្នាមកាយមិនមែនមកដាក់ជុំវិញបាទមិនមែនមនុស្សយើងនៅសុកលឯងមកកាយមកពោះឲ្យសិតតែមានរឿងគេត្រឹមត្រូវណាបងប្អូនណា សិតតែមានវត្ថុមានតម្លៃនៅកន្លែងនេះ បាទអញ្ចឹងកន្លែងនេះខ្ញុំជឿថាជាកន្លែងស័ក្តិសិទ្ធិមួយដែលយើងមិនអាចនាំមួយដែរបាទជាតំណមដែរសូម្បីតែខ្ញុំមកថតនេះក៏ខ្ញុំសូមម្ចាស់ទឹក មកឃើញតែចាប់វាពីកង់ បាទហើយសូមម្ចាស់ទឹក កាន់បាទថាដូចខ្ញុំមិញចឹងថាខ្ញុំមិនអមអីទេខ្ញុំគាត់ផ្សព្វផ្សាយ បាទ ខ្ញុំថាកូនចាំបងចាំដំណងនេះឲ្យអត់ទេកាន់អី បាទបង បាទថាចង់ផ្ដិតយករូបភាពឲ្យដឹងជីកកកកាយដូចថាដានប្រវត្តិសាស្ត្រឲ្យបានដឹងអញ្ចឹងហ៎បងបាទ ហើយមិនមែនថានៅសុកមិនមនុស្សណាដែលមកឯងមកជីកមកកកាយមានប្រយោជន៍អីចឹងណា បាទ នេះសិតតែជាកន្លែងចាស់ពីបរមរានដែលគាត់មកររបស់រអីចឹងទៅហើយនេះជាក់ស្ដែងបងប្អូនណាហើយជាពិសេសបងប្រុសគាត់បានរៀបរាប់ពីដើមវីដេអូនឹងមកហើយហ្នឹងហើយហើយមហានគរមកនេះមកមិនហត់នោះម៉ែអញ្ជើញមកខាងនេះមកម៉ែឲ្យបាននេះផងហើយមិនកូនចៅសុំសួរតិចទៀតទៅមកមហានគរមកចិត្តតិចមកមិនណាចាំដល់មកឲ្យហ៊ានមកចិត្តឃើញដងបុរាណលេងចង់លេងមកចិត្តបាទ បែកញើសពេក នេះឡើងក្នុងនេះជួបជាក្នុងនៃការយើងទៅបាត់ដំបងទៅបាទ ហើយខ្ញុំជាពិសេសបងប្អូនខ្ញុំមុនមកក៏ខ្ញុំសូមម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃដែលសារនៅកន្លែងភ្នំនេះបាទជាពិសេសទឹកដីឃុំអូសោមព្រឹកវាវែងខេត្តពោធិ៍សាត់នេះខ្ញុំមិនមកមានបំណងអីមកគោកកាយអីរោអីទេគឺអត់ទេ មួយនឹងស្រ័យអានេះឲ្យវាបន្តិចមួយថត អូម៉ាទេម៉ា បាទទៅដល់ ប៉ះពាល់បងគេ នេះcòn không mà này là xong chẳng បាទបាទ បាទអញ្ចឹងមកនេះមកដើម្បីថតច្បាស់បាទច្បាស់ហ្នឹងហើយ អានេះវាយដើមឯគេវិញ đâu pro បាទកុំការផ្កានឹងដើមអីគេម៉ែ pro ត្រក ra pro អូអានឹងគេអត់ហូបទេណោះ ra ấy chừng nào nó pro thuốc này គោមកនេះអាចមានគោអីដូច បាទអត់អីលោកអត់ប្រកាយប្រកានេះសម្រាប់ថ្ងៃនេះកូនចៅបានមកថតបានផ្សព្វផ្សាយគាត់ត្រេកអរណាព្រោះអីរបស់នេះពីបរមរានគឺលាក់ទុកតាំងដឹងពីចំនួនណាមក đừng cho nó ដល់អញ្ចឹងបងប្អូនយើងអត់ដឹងទេបងណា បាទឥឡូវបានមកឃើញទាំងអស់គ្នាណាបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសហើយលោកបានទស្សនាបងអីមើលស្នាមជីកស្នាមអីនៅទាំងអស់បងប្អូនណានេះកាមេរ៉ាមកជិតៗមកហើយម៉ែចាំមានប្រសាសន៍អីថែមទៀតមកដើម្បីបងប្អូនយើងបានដឹងព្រោះខ្ញុំកន្លែងនេះខ្ញុំអត់ដឹងប្រវត្តិណាបងណាអញ្ចឹងមកបងដឹងបងជួយឲ្យណារៀបរាប់ប្រាប់បងប្អូនយើងឲ្យបានដូចផងអញ្ចឹងណាបងណាអញ្ចឹងប្រវត្តិអណ្ដូងនេះគេហៅអណ្ដូងបុរាណ đồ một tan បាទអញ្ចឹងពីសម័យមុនហើយមានអ្នកមកយកត្បូងយកអីហ្នឹងអញ្ចឹងយកអត់បានទេ nhọt bàn បាទ nhọt bàn thế បាទអញ្ចឹងមកចង់និយាយថាត្បូងនោះប្រព័ន្ធណាមកដែល con chuột ba ប្រព័ន្ធជ្រូកបា cha អូប្រហែលគីឡូទៅ đâm của man đừng để បាទជ្រូកព្រៃមិនដូចជ្រូកស្រុកយើងណាបង ba nè ធំ បាទ đôi cái lô đằng ấy ខ្ញុំដងដឹង ពិភពលោកគ្មានទេណាបងប្អូនគ្មានត្បូងណាដល់ប្រព័ន្ធជ្រូកបាណាមែនទេមកបាទអានេះសិតតែរបស់ដែលគេទុកថែរក្សាដើម្បីឲ្យសំណុកសុខសប្បាយសុខចង់និយាយស្រុកខ្មែរយកទៅជាក់ជុំ បាទបងណាមកព្រឹកដែរ បាទហើយតិចថាលឺអញ្ចឹងបងប្អូនមានបំណងមកគោះមកកាយអីបងប្អូនអត់បានទេកន្លែងនេះគេគោរពខ្លាំងណាស់បងប្អូនណាហើយពួកខ្ញុំនេះបានតែមកផ្សព្វផ្សាយដើម្បីឲ្យបងប្អូនយើងបានដឹងផងទេ បាទ បាទអញ្ចឹងទឹកដីអូសោមនេះចង់និយាយថាមានកន្លែងដងបុរាណហើយមានកន្លែងណាទៀតបងមានកន្លែង ស្រះបាញ់ដង ស្រះបាញ់ដងទៀត ទៅព្រឹងចាំខ្ញុំនាំទៅស្រះបាញ់ដង បាទបងបាទហើយមហានគរមើលបាត់មកដាត់កឥឡូវសុំសួរម៉ែទៀតមកថានិយាយតែខ្ញុំបងប្អូនណាឥឡូវចង់សួរអីចម្ងល់អីសួរគាត់ថារឿងដងហ្នឹងវាប្រវត្តិមិនអញ្ចឹងណាម៉ែ cha បាទណារៀបរាប់ឲ្យកូនចៅយើងទាំងក្នុងប្រទេសក្រៅប្រទេសឲ្យលោកបានដឹងផងអញ្ចឹងណាម៉ែជួយរៀបរាប់តិចមកម៉ែដងហ្នឹងកាលពីម៉ែនៅនិយាយទៅតាំងពីម៉ែនៅក្មេងហ្មង nó khmê ô nó khmê không toàn cờ thằng đăngนี่nó đồnนี่nó អូ nó ចឹង cờ cờ hàm mấy nằng បាទអញ្ចឹងដងនេះ đồn nó tăng về ơi បាទមកចំនួនមកចំ tăng នួន cho non na thế nhưng mà đừng để បាទអូមើលនិយាយថានៅទីនេះជាចំណុចកដាលហើយ cha cha កដាលលើកស្មៅនៃលើភ្នំ lục non អញ្ចឹងដងនេះជំរៅប្រហែលប្រហែលបើពីដើមមកតាំងពីដើមមកដែលអ៊ំដល់ទីនេះ lư tham
10 mét 10 ម៉ែត្រ ចា អានេះសាដីបាក់លុ ចឹង ក បាក់ដីទេ 10ម៉ែត្រហ្នឹងអត់មានចេញទៅណាទៀតទេ អត់មានចេញទៅណាទេ អូហើយប៉ុន្តែដល់ពេលដណ្ដងនេះពីដើមឡើយគឺថាជាភ្នំហ្នឹងទេមានជាដណ្ដងទេតែបុរាណលោកជីក ចា ហ្នឹងបាទចង់មាន ចឹងបានន័យថាបុរាណលោកដឹងថាកន្លែងនេះមានត្បូងមានអីចឹងទៅក៏ ចា លោកប្រមូលគ្នាមកជីកដណ្ដងហ្នឹង ចា អូចឹងខាងភ្នំនេះគេហៅភ្នំអី ខ្ញុំខ្ញុំមកពូក ខ្នងថ្មពូក ខ្នងថ្មពុក ចា ហើយមានត្បូង មាន ហើយបុរាណយើងគាត់ប្រមូលគ្នាមកជីកជាដណ្ដង ចា ដើម្បីយកត្បូងហ្នឹង ចា អូ នៅបងប្អូនតាមឲ្យទាន់ណាបងប្អូន ពី3 4កន្លែងមកប៉ុន្តិចទេថ្ម អត់មានដល់ពេលមកដល់ ចង់ ហើយ នេះ នេះ បាន បាទហើយគឺថាត្បូងហ្នឹងប្រពន្ធជ្រូកបា ចា បញ្ជាក់ឡើងវិញបងប្អូនថាប្រពន្ធជ្រូកបា ចា ដល់ពេលឃើញត្បូងឃើញអីហើយក៏ប្រមូលគ្នាលើកត្បូងហ្នឹងឡើង លើកតែម្នាក់ទេ អូលើកតែម្នាក់ទេ លើកតែម្នាក់ទេ បាទ មិនលើកទាំងអស់ទេណាលើកតែម្នាក់ ហើយបានអីលើកទៅ បង7តសៃ អូចឹងគេចេះមុន អូជាងយកបង7ទៅសៃមកលើកត្បូងហ្នឹង គេឧប បាន កិច្ច រៀងវាអត់មានសំណាងទៅក៏ បោះ ចេញ បោះ ផង ប៉ុណ្ណាទៅ បង7តសៃបងយើងធម្មតានោះណាបងឆៅណា បាទអូអំបោះយើងដេកអាវដេកអីហ្នឹងណាបោះឆៅបាទ បងដូចយើងដែលស្អីគេហៅអីមិនចោះសេម៉ានោះណា អូបោះសេម៉ា បោះសេម៉ា បោះសេម៉ានោះ ចឹងបានន័យថាយកអំបោះ7ទៅសៃហ្នឹងទៅចងត្បូងហើយ ចា លើកត្បូងហ្នឹងឡើង ចា ហើយលើកបានដែរអ៊ំ លើកបានមកដល់មុខទ្វារហ្នឹងហើយណាអត់មានស្អីរៀបផុំទៅគូទុកបាត់ទៅបាត់ទៅណា បានន័យថាលើកមកដល់ហ្នឹងហើយ រៀបផុំ លេចផោម លេចផោម ចាលើកផុំ អានេះដូចជារឿងកំ pl ែងតិចដូចជារឿងនេះតិចបងប្អូនណាតានេះនិយាយនឹងប្រវត្តិ ដាច់វិញ មក មក គឺ ដាច់ ទៅ របស់ បំ សេ បត្តិ ម៉ាទៅវិញ ហើយ យើងតែម្នាក់ចាំតែអ្នកក្រៅគឺនៅខាងអញ្ចឹងណា បាទ អូចឹងចេះបញ្ជាក់តិចថាពេលហ្នឹងចាស់បុរាណយើងមកច្រើន ចាប៉ុន្តែលើកទៅម្នាក់ទេ តែម្នាក់ទេ ចាស្រាតដូចច្បាស់ហ្នឹង កែ ហើយដល់ពេលលើកមកហើយអាអំបោះ7សៃហ្នឹងលើកមកហើយលេចផោមដល់លេចផោមក៏ធ្លាក់ទៅវិញ អូអានេះ លាក់ទៅវិញបាត់ អូចាំមក បោះបាត់ទៅណា គេយើងប្រមាថគេនឹងលេចផោម បាទ អី លេច ណា ផោមប្រមាណគេត្រង់ឲ្យយើងហើយ គេឲ្យយើងហើយអត់មានសំណាង ជីវសាច់ជីវសាច់ជីវនោះ អូមានសត្វបជាសត្វអីទៀត អូមានបជាវនៅតោងជាប់នៅដងទៀតណាបងប្អូនណា អ៊ំស្រីដល់ពេលលាក់ទៅអញ្ចឹងហើយត្បូងហ្នឹងនៅនឹងដៅឬក៏មិន ដូចចេះថាតផុសឲ្យបៃលិនណោ អូ អឺ បានន័យថាធ្លាក់ទៅហើយរត់ទៅបៃលិន ចាតផុសបៃលិនណោ អូបងប្អូនប្រិមិត្តចម្លែកទេណាបងប្អូន ហើយខ្ញុំ ត្បូងប្រពន្ធជ្រូកបាមែនទេបង បាទបាទ ចា ហើយដល់ពេលយកអំបោះ7សរសៃទៅទាញឡើងមក ចា នេះមិនដែលហើយមិនដែលទៀតថាលើកមកហើយលេចផោមធ្លាក់ទៅរត់ទៅបៃលិន តផុសបៃលិនណោ អានេះដូចថាគេប្រឹងតែឲ្យហើយយើងប្រមាថគេវិញគេលែងឲ្យ បាទបាទអ៊ំឲ្យឮថាអ៊ំថាពេលដែលអ៊ំមករត់ដងនេះថ្ងៃហ្នឹងគឺថាតើតសែនស្រាសែននេះมันឃើញមានអត់ ចា មកអ៊ំធ្វើមិនខ្លះសែនអីខ្លះមិនរកឃើញថ្ងៃនេះតែពិតគាត់ថាគាត់មកមុនមកគាត់សែននេះណា ប្រាប់គាត់ដែររៀបចំទៅវិញហ្នឹង ស្រួលដល់រត់ឃើញទេ កូនចៅអត់មានម្ដងអីទេកូនចៅ អើយពូអើយខ្ញុំរត់ដងទេយកដល់ខ្ញុំសែនស្រាពីកប៉ុងស្រាសមកន្លះលីត្រមានអីងៀបចិនតិចអូនេះទេសតអើយ ថ្ងៃនេះអ៊ំ ថ្ងៃហ្នឹង ខ្ញុំដល់ក្បែរហ្នឹងដែរ ចឹង បា បាន នក្បែរហ្នឹងរត់អត់ឃើញទេ ចឹងបានបងខ្ញុំតែចាំមើលបងអត់ទេមកអញ្ចឹងខ្ញុំចាំនៅនោះចឹងមករត់ដងមុន បាទបាទ មុន អូចឹងគាត់ឡើងមកម្ដងហើយចឹង បាទមករមុនសិនដើម្បីខ្លាចរត់ឃើញទៅសួរប្រាក់វិញចឹង បើឃើញកំពតប៉ុណ្ណេះណារត់អត់បាយមួយពេលទេណាខ្ញុំច្រឡំមើល អូ មែនចាចា គេទៅ ឃើញ សុទ្ធតែប្រៃអាគម អូ ព្រៃ វែង គេកាន់ដូចថាមានម្ អ ចាស់ ត់បានទេ ដីលោក ពីមុនណាអូនអើយច្រៀងក៏អត់បាន បាទ ធ្វើមិនបានយើងក្រាំងស្រុកលើទេបានណោះ បាទ បាទ ហើយនិយាយសិតតែជនជាតិពណ៌ បាទ លែងជនជាតិពណ៌ទេ អ៊ំមើលចឹងបញ្ជាក់តិចថាមុននឹងពួកខ្ញុំមកដល់ក្នុងថ្ងៃនេះអ៊ំឡើងមកម្សាហើយ ចា ហើយដាក់សែនស្រាបានអាចរកឃើញនៅនេះ ទេអត់ទេហាថាមាត់ទេ ហាមាត់ទេ បានមាត់ទេ តែអត់ ត បាន ទៅ សែ វិញ នទេ ចាតទៅវិញបានខ្ញុំសែន អូ អូយ ខ្ញុំនិយាយឆ្ងល់ទៅបងក្រទេមក ទៅមកពីដាក់កូនទៅមកអេអត់ឃើញទេទៅអត់សត្វអើយរកអត់ឃើញទេកូនលោកតាលោកយាយអើយ បងប្រិមិត្ត ពី ខ្ញុំ បងហើយនឹងស្រាសកន្លះលីត្រមកដល់ទៅនេះមកឃើញបាត់ទៅមក បងប្អូនប្រិមិត្តខ្ញុំបានតិចខលមកបងប្រុស
ដើម្បីមកផ្សព្វផ្សាយដងបុរាណអញ្ចឹងណា បាទ ហើយក៏ខំមកក៏ណាត់គ្នាមក11ហើយខ្ញុំក៏ចាំនៅកន្លែងកាហ្វេតែចាំឲ្យគាត់ហូបបាយហើយចាំខ្ញុំមកតាមក្រោយ បាទ ហើយខ្ញុំជាចាំបាត់តាមពិតបងប្រុសហើយនឹងអ៊ំស្រីគាត់ឡើងមកមុនមករត់ដងហើយរត់ឃើញបងប្អូនហើយតោះថ្វាយស្រាថ្វាយអីបន់ស្រាដាក់ស្រា1លីត្រ2លីត្រអីបានរកឃើញនៅទីនេះអូកូនចៅមកថ្ងៃនេះព្រះអង្គចាស់ទឹកចិត្តដីទេ ឆ្ងល់មកកាន់តែថត មកទៅថតសរសៃពីប្រវត្តិទេមិនមែនមករត់ដបងរត់អីមកមានបំណងអាក្រក់អីទេ ខ្នល់តាមនេះទៅអូនមកពីនោះមកអ៊ូសោមកខ្នល់តាមនេះទៅចោះទៅស៊ីជ្រុំទៅតាមនេះខ្នល់នេះបានគេហៅខ្នល់ថ្មពូក បាទ ខ្នល់ជំនាន់សាក់ពីអ៊ំមកជំនាន់ចំដៃតាណោះ អូសម្ដេចតាធ្លាប់មកលោកយើងមកនឹងដែរអើហើយម៉ែ វាវែងណោះតែគាត់ដាក់ក្បាលហោះក្បាលអីនៅនឹងទៅខ្ញុំទៅមកយុគ9ឆ្នាំ8ឆ្នាំ ពេលហ្នឹងអ៊ំស្រីបានឃើញម្ដាយតាផ្ទាល់នេះ ឃើញតា ម៉ែអាយុគាត់ប៉ុណ្ណេះហើយគាត់តន់ ខ្ញុំទៅខ្ញុំកើត53ទេ បាទ អាយុខ្ញុំ53 បាទ ចិត្តខ្ញុំ អូឃើញអញ្ចឹងចិត្តហើយ តែ នៅខ្វះតែ1ឆ្នាំទៀតទេ ចឹងបងប្អូនប្រិមិត្ត 2ឆ្នាំទៀត សរុបមកគឺនៅទីនេះជាអណ្ដូងបុរាណហើយកើតឡើងដោយការជីកដោយដៃរបស់ដូនតាយើងចាស់ពីដើមដែលហ្នឹងគឺគោលម្ដងរដបងតែមិនបានហើយក៏អណ្ដូងហ្នឹងនៅសល់ស្លាកស្នាមដល់សពថ្ងៃ ដល់សប្តាហ៍ ហើយនៅទីនេះជាកន្លែងតំបន់ស័ក្តិសិទ្ធិណាបងប្អូនប្រិមិត្តហើយមកថ្ងៃនេះតលតែបន់ស្រន់អ៊ំស្រីបងប្រុសបន់ស្រន់បានអាចរកឃើញមិនមែនឃើញពួកខ្ញុំដើរមកស្រួលអញ្ចឹងមិនមែនបានឃើញគឺមានអ៊ំអ្នករកទៀតអ្នកបន់ស្រន់ទៀតបានអាចរកឃើញហើយគោលបំណងយើងនឹងមិនមែនមកកកកកាយអីរកកំណប់រកអីគឺអត់ទេបងប្អូនប្រិមិត្ត សុខសប្បាយទេ មកផ្សព្វផ្សាយឲ្យបានដឹងថានៅតំបន់យើងអូសោមនេះគឺមានកន្លែងបុរាណ ហើយនៅមានជំនឿ បាទហើយនៅភ្នំនេះគេអភិរក្សណា មែ មែន ន ទេ ទេ ប បង ង បាទគេអភិរក្សតិចបងប្អូនមកដល់នេះកាប់នោះមករនេះរនោះអីអត់បានសុំការអនុញ្ញាត គេចាប់ដាក់ទោស បាទ 10នាទីអត់ទាន់ 10នាទីអត់ទាន់គឺមកហ្នឹងហើយជាប់បាច់ចាំទៅប៉ុស្តិ៍ហើយហ្នឹងចឹងអត់បានទេនៅទីនេះបាទចឹងអរគុណច្រើនសម្រាប់បងហើយនឹងអ៊ំស្រីដែលបានជួនមកទីនេះហ្នឹងចឹងប៉ុណ្ណឹងចុះណាហើយអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នាយើងជួយផ្សព្វផ្សាយតំបន់ទេសចរចឹងអត់អីយើងចាប់ប៉ុណ្ណឹងសិនណាបងប្អូនចាំទីទៀតយើងបន្តវីដេអូក្រោយទៀតជូនពរបងប្អូនទាំងអស់គ្នាអ៊ំស្រីបងប្រុសជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាបាទនេះខ្ញុំបាទមហានគររួមមួយបងខ្ញុំបាទតពតវីបាទសូមបាទរៀបលាបាទជួបគ្នាវីដេអូក្រោយ